សួស្តីអ្នកនរគ្នាថ្ងៃនេះវិលត្រឡប់មកជួបគ្នានៅមេរៀនបន្ទាប់នៅមេរៀនទី9ណាមេរៀនទី9នេះគឺគេចង់និយាយពីការ exchange rate ហ្នឹងគឺជាអត្រាប្តូរប្រាក់មានន័យថាយើងចង់ដូរប្រាក់ទីហោតែយើងមានលុយដុល្លារចំនួន$250អញ្ចឹងគេចង់ឲ្យយើងដូរទៅជាលុយរៀលនិងលុយបាតអញ្ចឹងកន្លែងនេះយើងត្រូវតែវាយចូលហើយនិយាយទីហោតែយើងវាយចូលកន្លែងនេះយើងវាយចូលធម្មតាចឹងយើងទៅមើលកន្លែងគោលបំណងក្នុងរហ័សហ្នឹងគឺការប្រើប្រមុនតារាងទី1អាហ្នឹងមានន័យថាតារាងទី1នេះគឺជាតារាងទី1ទាំងអស់ហ្នឹងគឺជាតារាងទី1តារាងទី1ហ្នឹងគេចង់ឲ្យយើង find real money មានន័យថាស្វែងរកលុយរៀលអញ្ចឹងគេឲ្យយើងដូរនេះគឺជាតម្លៃដូរលក្ខណៈថាលុយដុល្លារវាធម្មតាគឺស្មើ1ដុល្លារគឺស្មើ4000រៀលអញ្ចឹងអានេះ1ដុល្លារគឺស្មើ3900ដោយសារលុយដុល្លារយើងធ្លាក់ចុះហើយកន្លែងនេះយើងវាយចូលធម្មតាយើង select យ៉ាងធម្មតាអញ្ចឹងទៅដល់ពេលកន្លែងនេះចុចស្មើមកយើងយក250ហ្នឹងគុណនឹងចំនួន3900ដើម្បីដូរលុយទៅជាលុយរៀលអញ្ចឹងយើងចុច enter មកយើងអូសពេលដែលយើងអូសមកគឺវាអត់ត្រូវទេដោយសារអាលុយ250នេះវាគុណនឹង3900ដល់ពេលអា1000នេះវាមកគុណជាមួយ95វិញអញ្ចឹងវាអត់ត្រូវទេដល់ពេលមកដល់កន្លែង300នេះវាគុណជាមួយតម្លៃអត់លេខអញ្ចឹងដើម្បីឲ្យអាលុយទាំងអស់ហ្នឹងគុណជាមួយនឹង3900យើងត្រូវតែចង F4 មួយចុចស្មើមកយើងយក$250គុណនឹង3900យើងចុច F4 ហើយ enter មកយើងអូសធម្មតាដល់ពេលកន្លែងហ្នឹងបើយើងគុណចឹងធម្មតាវាចេញជាលុយដុល្លារចេះបើយើងចង់ឲ្យចេញវាជាលុយរៀលយើងចូល number ហើយយើងចុច custom យើងលុបកន្លែងលុយដុល្លារចោលហ្នឹងទៅយើងដាក់រៀលវិញមកវិញមកហើយ enter ដល់ពេលកន្លែងនេះគេចង់ឲ្យយើងដូរលុយដុល្លារ$250នេះឲ្យទៅជាលុយបាតនេះគឺជាលុយថៃអញ្ចឹងយើងចុចស្មើមកយើងគុណដូចគ្នាធម្មតាលុយដុល្លារយើងយកគុណហ្នឹងគុណនឹង95ហើយយើងចង F4 ទៀតដើម្បីឲ្យវាអូសមកត្រូវទាំងអស់អូសមក enter select មកអូខេប៉ុន្តែបើយើងគុណធម្មតាពេលដែលយើងគុណមុនដំបូងទៅវាអត់ចេញជាលុយបានអញ្ចឹងទេវាចេញជាលុយដុល្លារបែបអញ្ចឹងបើវាចេញពីបែបហ្នឹងយើងចូល number custom ហើយលុបដុល្លារចេញយើងចង់បានឲ្យវាចេញជាបាតយើងទៅបើកក្នុងកណ្ដុរពីរសងខាងដើម្បីជំនួយធម្មតាលុយរៀលយើងមិនចាំបាច់បើកទេដោយសារវាស្គាល់ហើយដល់ពេលលុយបាតវាអត់ស្គាល់អញ្ចឹងយើងបើកដើម្បីជំនួយឲ្យវាស្គាល់ចុចមក1 2អញ្ចឹងមកហើយយើងទាញចូលកណ្ដាលយើងវាយ B មកឃើញទេវា load simple ឲ្យយើងមើលនៅពីលើហ្នឹងហើយ enter មកដល់កន្លែងនេះគេ total គេចង់សួរថាតើលុយរៀលទាំងអស់ហ្នឹងគឺស្មើប្រមាណលុយបាតហ្នឹងគឺស្មើប្រមាណដើម្បីកណនារកលុយបាតលុយរៀលឃើញលុយសរុបលុយរៀលយើងចុចស្មើយើងប្រើរូបមន្ត30ដើម្បីបូកសរុបវាចឹងយើងបូកសរុបវាមកបិទវងកញ្ចក់វិញ enter តែមានថាលុយវាគឺស្មើប៉ុណ្ណឹងដល់ពេលលុយបាតចុចស្មើដូចគ្នា30យើង select ទៅលើលុយហ្នឹងទាំងអស់មកហើយបិទវងកញ្ចក់ enter មកដល់ពេលដល់តារាងទី2គេចង់ឲ្យយើងដូរពីលុយរៀលឲ្យទៅជាលុយដុល្លារនិងលុយបាតវិញមុនដំបូងគេឲ្យយើងដូរពីលុយដុល្លារទៅជាលុយរៀលនិងលុយបាតដល់ពេលឥឡូវគេចង់ឲ្យយើងមានដូរលុយជាលុយរៀលទៅជាលុយដុល្លារនិងលុយបាតវិញឧទាហរណ៍ថាយើងមានលុយចំនួន50000រៀលយើងដូរទៅជាដុល្លារយើងចុចស្មើមកយើងយករៀលហ្នឹងគត់ទៅលើរៀលហ្នឹងចែកធម្មតាលុយយើងវាតូចជាងលុយដុល្លារយើងត្រូវតែចែកទាំង3900ហើយលុយដុល្លារយើងយកទៅគុណនឹងកតុយដល់ពេលលុយរៀលយើងយកទៅចែកនឹងកតុយម្ដងដើម្បីចង់ឲ្យវាត្រូវចង់ F4 មកហើយ enter អញ្ចឹងមានន័យថាលុយ50000គឺស្មើពី$10.88 សេនអញ្ចឹងយើងអូសមកអូខេកន្លែងលុយបាតនេះដូចគ្នាយើងចុចស្មើមកយើងយកលុយរៀលចែកនឹង95ហើយចង F4 មួយ enter ហើយយើងទាញមកកន្លែងនេះគឺអត់មានអីទេខុសគ្នាត្រង់ថា1គុណ1ចែកអញ្ចឹងមានថាកន្លែងនេះគេចង់ឲ្យយើងបូកលុយថាតើលុយដុល្លារនេះគឺស្មើប្រមាណទាំងអស់ហ្នឹងអញ្ចឹងយើងចុចស្មើមកចុច30
កលុយដុល្លារទាំងអស់មកបាត់វងកញ្ចក់ Inter មកដល់ពេលលុយបាតហ្នឹងជិះស្មើដូចគ្នាសាំបោកលុយទាំងអស់មកចេះមានថា exchange rate យើងតារាងទី2ក៏ត្រូវបញ្ចប់ដែរធម្មតាយើងយល់ឲ្យលើហើយអាក្រុមក៏យើងយល់ដែរបើមានកន្លែងណាឆ្ងល់អាចឆាតសួរបានឬក៏ឆាតតាម Telegram បានអរគុណសន្មតថាលំហាត់យើងចាប់ត្រឹមតែប៉ុណ្្នឹង